តើសួស្តីបងប្អូនអរគ្នាសម្រាប់ម៉ោង10នេះគឺយើងបានចូល17ចាយើងចូល17ចំតែម្ដងអូខ្ទង់10មកគ្រាប់ហើយលេខ88ម្សិលមិញក៏យើងភ្លេចរំលឹកបងប្អូនកូនសិស្សទៀត88ឃើញចេញពីក្នុងទូរស័ព្ទភ្លេចឲ្យឈឹងបងប្អូនអើយទៅម្លេចចេញឲ្យមិននឹកឃើញហើយសម្រាប់ខ្ទង់អានេះអារម្មណ៍របស់យាយពេលល្ងាចដែលយាយឃើញម៉ោង4វាអាចនឹងដើរខ្ទង់10ទៀតណាចាហើយក៏យាយជូនពរសម្រាប់ម៉ោង1ម៉ោង1យាយឆ្លាញ់ខ្ទង់20តែខ្ទង់10មិនមែនថាឲ្យបងប្អូនកូនសិស្សចោលណាយាយឆ្លាញ់ខ្ទង់20ហើយខ្ទង់20ដែលយាយឆ្លាញ់24 26ចាឆ្លាញ់2នឹងតែម្ដងចាព្រោះអីយាយសពឃើញលើកទី2ហ្នឹងគឺយាយភ័យរឿងខ្មោចហើយនឹងគេខឹងយាយគេដេញយាយចេញពីផ្ទះអញ្ចឹងទៅចាប៉ុន្តែកូនសិស្សដឹងហើយថាលេខបើយាយសពឃើញខឹងខកឃើញងល់ហ្នឹងគឺ23 27តែអារម្មណ៍របស់យាយវាទៅជាមានអារម្មណ៍ដុតនឹង24 26ចាអាហ្នឹងម៉ោង1ដែលយាយស្រឡាញ់ណាហើយខ្ទង់ម៉ោង2ម៉ោង4អីហ្នឹងគឺខ្ទង់10យាយនៅតែសង្ឃឹមដាងអាហ្នឹងលេខរបស់យើងគឺស្អាតចានៅតែសង្ឃឹមខ្លាំងហើយមួយទៀតគឺយាយសពឃើញខ្លួនឯងរហូតយាយភ្លេចណាយាយភ្លេចថាយាយសពឃើញបែបអញ្ចឹងគឺលេខចាស់របស់យើងចេញមកយាយភ្លេចឈឹងមែនតើណាចាប៉ុន្តែបើមានកូនសិស្សគាត់តាមក៏ចូលរួមត្រេកអរ3លេខរបស់យើងក៏យាយនៅតែស្រឡាញ់ចាអញ្ចឹងសម្រាប់លេខរបស់យើងក៏17ចេញហើយកូនសិស្សចង់ដកចេញអាហ្នឹងតាមការគួរបងប្អូនកូនសិស្សចាហើយយាយក៏លួចអ៊ុតនៅម៉ោង9កន្លះដែរចេញ59ណាចាអញ្ចឹងជូនពរបងប្អូនកូនសិស្សទាំងអស់គ្នាមានលេខបញ្ជីហេងឥឡូវហ្នឹងគឺយាយផ្ដោតម៉ោង10ម៉ោង1ម៉ោង2ម៉ោង4ម៉ោង6របស់យើងត្រឡប់មកវិញកូនសុខសប្បាយសុខចម្រើនហេងនៅម៉ោងបន្តទៀតសម្រាប់ម៉ោង1ម៉ោង2ម៉ោង4ម៉ោង6របស់យើងពេលល្ងាចគឺយាយសង្ឃឹមខ្ទង់10ច្រើនម៉ោង2គឺយាយសង្ឃឹមខ្ទង់20ច្រើនម៉ោង1យាយសង្ឃឹមខ្ទង់20ច្រើនតែលេខរបស់យាយនៅតែឲ្យដូចដើមគឺកុំចោលណាចាអរគុណ